ជំរាបសួរនិងសួស្តីត្រង់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងសិក្សាបន្តទៀតមកដល់ចំណុចទី7ដែលយើងនឹងនិយាយតាក់ទងជាមួយនឹង merge query អ្វីទៅជា merge query ហើយគេប្រើសម្រាប់ធ្វើអ្វីអញ្ចឹង merge query គឺយើងយក query 2ឬក៏3ធ្វើការច្របាច់បញ្ចូលគ្នាតាក់ទងជាមួយនឹង merge query នេះគេប្រើនៅពេលដែលយើងធ្វើការ look up ទិន្នន័យពី query មួយទៅកាន់ query មួយទៀតអញ្ចឹងតាក់ទងជាមួយនឹង merge query នេះគឺយើងអាចប្រើជំនួសរូបមន្ត x lookup v lookup ឬមួយក៏ lookup បានណាអូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំមានតាក់ទងជាមួយនឹងបាទ Excel ចំនួន3ដែល Excel ទាំង3ហ្នឹងគឺប្រតិកាលាគ្នាឧទាហរណ៍ខ្ញុំបើកតាក់ទងជាមួយនឹង data របស់យើងនេះតាក់ទងជាមួយនឹងការលក់ទៅលើទូរស័ព្ទដៃអូខេអញ្ចឹងនៅក្នុងការលក់ទូរស័ព្ទដៃនេះយើងមានតាក់ទងជាមួយនឹង order បាទ sale name ហើយតាក់ទងជាមួយនឹង custom name province អីជាដើមប៉ុន្តែនៅក្នុងហ្នឹងក៏ខ្ញុំមានតាក់ទងជាមួយនឹង Excel មួយទៀតដែរបាទអញ្ចឹងជាមួយ Excel មួយទៀតគឺមានតាក់ទងជាមួយនឹង sale name ជាមួយនឹង work អញ្ចឹងតាក់ទងជាមួយនឹងទិន្នន័យទាំងពីរនេះគឺវាប្រតិកាលាគ្នាគឺប្រតិកាលាត្រង់កន្លែង sale name នេះអញ្ចឹងយើងចង់ដឹងថាតើតាក់ទងជាមួយនឹង sale name នេះស្រីការឬក៏នីតានេះបាទអញ្ចឹងតើគាត់នេះធ្វើការនៅក្នុងថ្ងៃណាអញ្ចឹងយើងមកធ្វើការ look up ទិន្នន័យមិនអញ្ចឹង look up ទិន្នន័យពីក្នុងកន្លែងនេះយើងមកដាក់នៅកន្លែងនេះទៅឧទាហរណ៍យើងបង្កើតជួរមួយទៀតទៅដាក់ថា work day អញ្ចឹងទៅយើងចង់ដឹងថាតើនីតានេះគាត់ធ្វើការនៅក្នុងថ្ងៃណាបាទតាក់ទងជាមួយនឹងវីសានេះគាត់ធ្វើការនៅក្នុងថ្ងៃណាអញ្ចឹងយើងមិនធ្វើការ look up ទិន្នន័យពីក្នុងនេះយកមកដាក់ក្នុងនេះអញ្ចឹងមានន័យថាតារាងពីរហ្នឹងគឺតាក់ទងគ្នាអញ្ចឹងសំណួរសួរថាហេតុអីបានយើងចាំបាច់ដាក់អញ្ចឹងចុះមកដាក់នៅក្នុងនេះតែម្ដងទៅបាទបើសិនយើងដាក់ក្នុងហ្នឹងនៅពេលដែលទិន្នន័យដែលយើងត្រូវការកែគឺវាកែច្រើននៅក្នុងនេះអញ្ចឹងយើងអត់ចង់កែច្រើននៅក្នុង template ដើមទេយើងចង់កែប្រែនៅក្នុងនេះវិញនៅពេលយើងកែប្រែទៅអញ្ចឹងគឺកន្លែងនេះគឺវាអូតូតែម្ដងយើងចង់ធ្វើអញ្ចឹងដូចគ្នាដែរយើងមានតាក់ទងជាមួយនឹងមួយទៀតបាទយើងចុចទៅលើ discount នេះអូខេអញ្ចឹងមានថាតាក់ទងជាមួយនឹងខេត្តដូចតខេត្តកតាអញ្ចឹងបញ្ចុះតម្លៃបាន$10ខេត្តស្វាយរៀងបញ្ចុះតម្លៃបាន15%អញ្ចឹងយើងមិនធ្វើការ look up យកមកដាក់នៅកន្លែងនេះឧទាហរណ៍តែបើសិនជាភ្ញៀវយើងទិញនៅក្នុងខេត្តកតាអញ្ចឹងបញ្ចុះតម្លៃបាន$10អញ្ចឹងសៀមរាបបញ្ចុះតម្លៃបាន$15អញ្ចឹងទៅអញ្ចឹងយើងកើតបញ្ជួទៀតដើម្បីធ្វើការកំណត់តាក់ទងជាមួយការ discount ហើយយើងដកតាក់ទងជាមួយនឹង total ទៅយើងនឹងទទួលបានតាក់ទងជាមួយតម្លៃដែលត្រូវភ្ញៀវ pay ឲ្យយើងមិនអញ្ចឹងយើងធ្វើការ look up ទិន្នន័យប៉ុន្តែការ look up នេះដោយសារតែទិន្នន័យវាច្រើនពេកអញ្ចឹងយើងអត់អាចធ្វើការ look up ពី file ផ្សេងមកដាក់បានទេណាអញ្ចឹងយើងមានវិធីសាស្ត្រមួយទៀតគឺគេហៅថាជា merge query អញ្ចឹងដើម្បី merge query បានសំណួរសួរថាយើងត្រូវធ្វើម៉េចគឺយើងត្រូវយកទិន្នន័យទាំង3ហ្នឹងបំលែងទៅជា power query ជាមុនសិនណាឬក៏បំលែងវាទៅជា table ជាមុនសិនបានអាចធ្វើការ look up វាបានអញ្ចឹងខ្ញុំសូមធ្វើការបង្កើតនៅ file ថ្មីមួយនៅក្នុងនេះខ្ញុំដាក់នៅខាងក្រៅចុះខ្ញុំមិនចង់ដាក់នៅខាងក្នុងទេណាខ្ញុំចង់បង្កើតតាក់ទងជាមួយនឹង template ថ្មីមួយទៀតដាក់នៅខាងក្រៅនេះដើម្បីយកទិន្នន័យទាំងអស់ហ្នឹងយកមកប្រើតែម្ដងបាទខ្ញុំយកពីតែ new មកខ្ញុំយកតាក់ទងមួយ Excel នៅក្នុងនេះបងប្អូនដាក់ស្អីក៏បានដែរឥឡូវខ្ញុំដាក់ពាក្យថា data ចុះ data ហើយខ្ញុំ open ទៅលើ file ហ្នឹងហើយខ្ញុំយក file ទាំងអស់នេះបំលែងទៅជា query ដើម្បីអាចធ្វើការ look up បានណាបាទឬក៏ merge បានអញ្ចឹងខ្ញុំចូលមកកាន់ data ខ្ញុំយក get data ខ្ញុំយក file ខ្ញុំយក from Excel workbook បងប្អូនបំលែងទៅជា query ទាំងអស់នេះបានអាច look up វាបានអូខេខ្ញុំចូលមកកាន់ទី7នេះខ្ញុំយកតាក់ទងជាមួយនឹង phone data 2025ខ្ញុំ import ដើម្បីទទួលបានតាក់ទងជាមួយទិន្នន័យរបស់យើងហើយតាក់ទងជាមួយនឹងការ connect ទៅកាន់ផ្ទាំងនេះយើងចង់ transform សិនក៏បានឬមួយក៏យើង load យកតែម្ដងក៏បានដែរអាស្រ័យទៅលើបងប្អូនអរគ្នាដែលយល់ថាបើសិនជា data យើង clean ស្អាតហើយយើងធ្វើការ load យកតែម្ដងណាបើតែបើសិនជាយើងអត់ទុកចិត្តទេអាហ្នឹងយើងធ្វើការបាទ transform សិនទៅប៉ុន្តែខ្ញុំគិតថាតាក់ទងជាមួយនឹង data របស់ខ្ញុំនេះគឺ clean ស្អាតហើយខ្ញុំអត់ចង់ធ្វើការ transform ទេនាំទៅយូរទេខ្ញុំចុច load យកតែម្ដងនេះ load វាមាន2វាមាន load និង load to បាទខ្ញុំយកពាក្យថា load តែម្ដងមិនបាច់កំណត់អីច្រើនទេណាអញ្ចឹងនៅពេលយើងយក load នោះគឺវាអត់ចូលទៅកាន់ផ្ទាំង power query ទេបាទអញ្ចឹងវាដាក់ថា 10000 ជួរដេកហើយនេះគឺជាតារាងរបស់យើងបាទហើយនៅពេលដែលយើងចុចនៅកន្លែងនេះវាមាន tab query មួយយើងអាចធ្វើការ load to ដើម្បីចូលទៅកាន់ផ្ទាំង query បានណាអញ្ចឹងខ្ញុំ get មួយទៀតដើម្បីអាច look up ទិន្នន័យពីក្នុង query មួយទៅកាន់ query មួយបានអញ្ចឹងយើងចូលមកកាន់ data យើងយកពី get from file យើងយកកន្លែងនេះមួយទៀតអូខេអញ្ចឹងខ្ញុំយកតាក់ទងជាមួយនឹង cell work មុនណាចង់ដឹងថាតើបុគ្គលិកយើងនឹងធ្វើការនៅក្នុងថ្ងៃណាខ្លះអញ្ចឹងយើង import មកអូខេអញ្ចឹងខ្ញុំចុចកន្លែងនេះហើយខ្ញុំចុច load អូខេយើងបានមួយទៀតណាតាមពិតទៅកន្លែងនេះគឺយើងមិនចាំបាច់ធ្វើអញ្ចឹងក៏បានដែរយើងអាចលាក់វាបានណាខ្ញុំសូម edit សិនណាបាទ edit សិនខ្ញុំលុប query ចោលសិនហើយខ្ញុំ import សារថ្មីបង្ហាញជូនបងប្អូនទាំងអស់គ្នាណាកន្លែងហ្នឹងយើងមិនបាច់ចាំធ្វើការឲ្យវា load ក៏បានដែរយើងលាក់ក៏បានដែរឥឡូវខ្ញុំសូមធ្វើការ delete ចោលសិនអញ្ចឹងបើសិនជាយើងធ្វើការ load to ទៅណា load ទៅគឺវាបង្កើតបាន sheet ថ្មីមួយទៀតប៉ុន្តែយើងអត់ចង់ឲ្យនៅក្នុង data យើងមាន sheet ច្រើនចេះទេណា
ឥឡូវខ្ញុំលុបចោលខ្ញុំ delete ចោលមួយបាទខ្ញុំ delete ចោលមួយទៀតអូខេអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យនៅក្នុង data របស់យើងនេះគឺមានសិតតែមួយឯងកុំឲ្យញ៉ៃញ៉ៃអញ្ចឹងយើងអាចមានវិធីសាស្ត្រមួយទៀតដែរយើង get data ដដែលមកយើងមិនបាច់យកពាក្យថា loan ទេកាលណា loan វាបង្កើត sheet ថ្មីមួយទៀតហើយអូខេខ្ញុំចុចកន្លែងនេះហើយខ្ញុំចុចកន្លែងនេះខ្ញុំយកពាក្យថា loan to វិញអញ្ចឹងសំណួរសុទ្ធតែហេតុអីបានខ្ញុំយក loan to គឺនៅក្នុង loan to វាមានមុខងារផ្ទាំងឲ្យយើងកំណត់នេះអញ្ចឹងយើងយកពាក្យថា only create connection គឺយើងអត់ចង់ឲ្យវាបង្ហាញនៅលើ Excel ទេចង់លាក់វាអញ្ចឹងយកកន្លែងនេះហើយបន្តទៀតបងប្អូនចុចពាក្យថា OK មកបាទអញ្ចឹងវាបង្កើត query មួយទៀតនេះប៉ុន្តែយើងមើលនៅក្នុងនេះគឺវាអត់បង្កើតតារាងតន័យទេយើងចង់លាក់វាកុំឲ្យនៅក្នុង data យើងឲ្យញ៉ៃញ៉ៃអញ្ចឹងយើងអាចមួយទៀតក៏បានដែរយើងចូលមកកាន់ data មកយក get មកបាទយើងយកតកតងជាមួយនឹងមួយទៀតរបស់យើងគឺនេះកន្លែងនេះ discount នេះអូខេយើងធ្វើការ import ទៅហើយចាំយើងកែឈ្មោះតាមក្រោយអត់អីទេដាក់ឈ្មោះដូចជាមួយនឹងdata របស់យើងក៏បានដែរយើងយកពាក្យថា loan to វានឹងចេញផ្ទាំងមួយឲ្យយើងធ្វើការកំណត់ណាអញ្ចឹងយក only connection មកអូខេអាហ្នឹងគេធ្វើអញ្ចឹងដើម្បីអីដើម្បីកុំឲ្យនៅក្នុងការងាររបស់យើងវាមានស៊ីតច្រើនពេកនាំតែញ៉ៃញ៉ៃអញ្ចឹងយើងបាន3ណាហើយយើងអាចចូលមកកាន់ query នេះយើងអាច loan to កន្លែងនេះទៅគឺវាចេញផ្ទាំងបាទឥឡូវខ្ញុំសូមចុចលើនេះតែម្ដងនេះខ្ញុំយកពាក្យថា loan to ដើម្បីចូលទៅកាន់ផ្ទាំងណាអូ sorry ខ្ញុំយកពាក្យថា edit ណាខ្ញុំយកពាក្យថា edit អូខេអញ្ចឹងវាចូលទៅកាន់ផ្ទាំងនេះអូខេឃើញមាន3នេះបាទមាន3នេះអញ្ចឹងយើងអាចដូរឈ្មោះបានយើងកុំដាក់ sheet 1 sheet 2អញ្ចឹងយើងដាក់ដូរជាមួយនឹងរបស់យើងនេះបាទនេះដូចជាគេ save work អញ្ចឹងខ្ញុំ rename នេះយកទៅដាក់តែម្ដងបាទខ្ញុំ rename មកខ្ញុំ copy ហើយបន្ទាប់ទៀតខ្ញុំកែតទៅជាមួយនឹងឈ្មោះនេះបាទ sheet 1នេះគឺតទៅជាមួយ save work មិនអញ្ចឹងខ្ញុំដូរកន្លែងនេះមកអូខេអញ្ចឹងវាកែនេះហើយបន្តទៀតមានឈ្មោះមួយទៀតមិនអញ្ចឹងឈ្មោះគេ discount អញ្ចឹងខ្ញុំចុចកន្លែងនេះមកតទៅមួយ discount នេះហើយយើងបាទផាសចូលមកអញ្ចឹងយើងមើល data របស់យើងនេះអូខេ data របស់យើងអញ្ចឹងមានក្បាលត្រឹមត្រូវណាបាទអញ្ចឹង clean ស្អាតអូខេ clean ស្អាតប៉ុន្តែយើងមើលទៅមួយ save work របស់យើងនេះបាទវាចេញ column ទី1 column ទី2វាអត់មានក្បាលទេតែក្បាលវានៅក្រោមនេះអញ្ចឹងដើម្បីឲ្យខាងក្រោមនេះឡើងទៅលើខ្លះជាក្បាលតារាងតន័យអញ្ចឹងយើងចុចកន្លែងហ្នឹងមកបាទចុចជួរទី1ហ្នឹងមកណាហើយបន្តទៀតបងប្អូនចុចពាក្យថា use for row as header បាទចុចនឹងមកប៉ុកមកបងប្អូនគេវាខ្លាយទៅជា header ហើយមានថាខ្លាយជាក្បាលតារាងណាអូខេអញ្ចឹង clean ស្អាតហើយអញ្ចឹងបងប្អូនចង់ look up យកមកដាក់នៅក្នុងនេះឧទាហរណ៍បើសិនជាតើតើជាមួយឈ្មោះស្រីអញ្ចឹងឲ្យគាត់ work នៅក្នុងថ្ងៃណាថ្ងៃច័ន្ទសុក្រអញ្ចឹងទៅណាអូនេះតាថ្ងៃគេថ្ងៃសៅរ៍អាទិត្យអញ្ចឹងទៅអញ្ចឹងយើងចង់ដាក់មួយជួរទៀតនៅកន្លែងនេះយើងចង់ដាក់មួយជួរទៀតនៅក្រោយ total នេះបាទអញ្ចឹងយើងត្រូវតែកំណត់នៅកន្លែងហ្នឹងដាក់នៅកន្លែងណាយើងចុចកន្លែងហ្នឹងណាចុចមកប៉ុកកន្លែងហ្នឹងមកអូខេបន្តទៀតបងប្អូនយកពាក្យថា merge query អញ្ចឹងនៅក្នុង merge query មាន2 merge query កាលណាយើងយកពាក្យថា merge query ខាងលើនេះគឺវានឹងធ្វើការបង្កើតជួរឆោមួយទៀតនៅខាងក្រោយគេនៅក្នុងបាទ query data នឹងផ្ទាល់តែម្ដងប៉ុន្តែបើសិនជាបងប្អូនយកតទៅជាមួយ merge query as new មានថាវាបង្កើត query ថ្មីមួយទៀតអញ្ចឹងយើងបាន query 4មិនអញ្ចឹង query មួយទៀតណា query ថ្មីមួយទៀតអាហ្នឹងអាស្រ័យទៅលើបងប្អូនទេប៉ុន្តែខ្ញុំយកតទៅជាមួយ merge query នេះបាទខ្ញុំអត់ចង់បង្កើតតទៅមួយ query ថ្មីខ្ញុំចង់បាន query ចាស់តែគាត់តែបង្កើតជួរឆោមួយនៅលើ query ហ្នឹងអញ្ចឹងខ្ញុំយក merge query អញ្ចឹងនៅពេលដែលយើងចេញផ្ទាំងបែបនេះវាចេញសញ្ញាឧទាននៅខាងនេះបាទវាចេញសញ្ញាឧទានវាចេញតទៅជាមួយនឹងបាទ merge នេះអញ្ចឹងយើងចង់ merge ជាមួយគេណាចានេះគឺជាតារាងតន័យ data របស់យើងនេះបាទហើយកន្លែងនេះគឺជាប្រអប់ដែលយើងធ្វើការរើសជាមួយនឹង query មួយទៀតដែលយើងចង់មើលជាមួយអញ្ចឹងបាទនេះ query ទី1វាចេញសញ្ញាឧទានហើយអញ្ចឹងវានៅសល់2ទៀតយើងរើសនេះវាមានអីគេ discount មួយហើយនឹងវាមាន save work អញ្ចឹងយើងកំណត់ជាមួយ save work មុនណាចុច save work មកប៉ុកមកនេះអញ្ចឹងតារាងពីរនេះគឺមានតំណែងគ្នាណាបងប្អូនអញ្ចឹងយើងចង់ធ្វើការ look up ជាមួយនឹងមួយណាយើងយកមួយណា look up ជាមួយមួយណាអញ្ចឹងយកទៅជាមួយនេះយើងចុចកន្លែងក្បាលនេះ save name មកបាទហើយយើង look up ជាមួយគេយើង look up ជាមួយ surname ហ្នឹងយើង look up ជាមួយគ្នាពីរហ្នឹងត្រូវតែដូចគ្នាបានវា look up តន័យចាញ់អញ្ចឹងយើងធ្វើបែបនេះគឺវាធ្វើការ look up តន័យតិចបងប្អូនចុចកន្លែងនេះហើយបងប្អូនចុចកន្លែងនេះគាត់កើតណាខុសគ្នាអានេះ customer name វាមានឈ្មោះផ្សេងអញ្ចឹងទៅអានេះឈ្មោះផ្សេងវាដូចគ្នាអញ្ចឹងកាលណាឈ្មោះពីរហ្នឹងអត់ដូចគ្នាវា compare គ្នាត្រូវទេ compare គ្នាត្រូវមានន័យថាតន័យរបស់យើងហ្នឹងគឺវាអត់អាចទិញត្រូវទេហើយបងប្អូនកុំចុចកន្លែងនេះខុសបាទអានេះ Provin អានេះ surname អញ្ចឹងសួរថា Provin និង surname វា compare គ្នាត្រូវអត់វាខុសគ្នាអាមួយឈ្មោះខេតអាមួយឈ្មោះអ្នកលក់មិនអញ្ចឹងយើងត្រូវចុចកន្លែងឈ្មោះអ្នកលក់ដែរឲ្យវាត្រូវគ្នាកាលណាវាត្រូវគ្នាវា compare ដល់តើបើសិនឈ្មោះស្រីនេះអញ្ចឹងវាធ្វើការ look up ថាអូស្រីនេះត្រូវជាមួយគេត្រូវជាមួយនេះអញ្ចឹងទៅនេះបាទអូខេហើយបន្តទៀតបងប្អូនចុចពាក្យថា OK មកវាត្រូវណាអូខេអញ្ចឹងនៅពេលចុច OK វាបាន table មួយទៀតនៅខាងក្រោយមានន័យថាវានឹងបង្កើតជួរឆោមួយទៀតនៅក្នុងតារាងចាស់នឹងដែរប៉ុន្តែបើសិនជាបងប្អូនយកទៅជាមួយកន្លែងនេះវាបង្កើត query ថ្មីយើងតែម្ដង
អូខេសំណួរសួរថាចេញ tab បយើងធ្វើម៉េចយើងចុចកន្លែងនេះបាទមកប៉ុកមកឃើញសញ្ញាព្រួញ2សងខាងនេះបាទនៅពេលបងប្អូនចុចមកប៉ុកវាចេញឲ្យយើងធ្វើការ filter អញ្ចឹងសំណួរសួរថានៅក្នុងនេះនៅក្នុង save work នេះវាមានទាំងអស់គឺ2ដតវាមាន save work មួយវាមាន save name មួយហើយជាមួយនឹង work មួយអញ្ចឹងសំណួរសួរថាយើងយកទាំងអស់ហើយបើយើងយកទាំងអស់វាបង្កើត2ជួរទៀតបង្កើត2ជួរឈរទៀតប៉ុន្តែយើងអត់ចង់បានទាំងអស់ទេយើងចង់ដឹងថាតើឈ្មោះនោះត្រូវមួយថ្ងៃអីអញ្ចឹងយើងអាចដោះ select ចោលទាំងអស់យើងយកតែមួយបានហើយយើងយកតែ work បានហើយយើងយកតែមួយជួរបានហើយយើងយកតែមួយជួរ work បានហើយព្រោះយើងចង់បានតែថ្ងៃទេបើសិនជាបងប្អូនយកពីរចេះបាទវានឹងបង្កើត2ជួរវានឹងបង្កើត2ជួរបង្កើតទីមួយគឺឈ្មោះ surname ប៉ុន្តែ surname យើងមាននៅក្នុងតារាងហ្នឹងហើយអញ្ចឹងយើងយកតែអីយើងយកតែ work បានហើយអូខេយើងចុច OK មកយើងអាចដោះចោលយើងអាចដោះចោលនេះមួយយើង OK មកអូខេបងប្អូនគឺចេញនេះបាទណាចេញ Monday អីចឹងទៅឥឡូវយើងមើលត្រូវអត់អូខេឥឡូវយើងឈ្មោះតាក់ទងជាមួយនឹងបូរីនេះបាទបូរីត្រូវមួយថ្ងៃគេថ្ងៃសៅរ៍អាទិត្យតែឥឡូវយើងចូលមកមើលបងយើងនេះត្រូវមួយថ្ងៃសៅរ៍អាទិត្យអត់បូរីបងប្អូនឃើញសៅរ៍អាទិត្យទេអញ្ចឹងវា look up តន័យហ្នឹងគេតែមួយ query យក query មួយមកដាក់ចូល query មួយទៀតប៉ុន្តែការដាក់នេះគឺវាធ្វើការ look up តន័យដោយបងប្អូនរៀនតាក់ទងជាមួយនឹង relationship អញ្ចឹងណាវាធ្វើអញ្ចឹងណាអូខេយើងអាចដាក់មួយទៀតបាននេះឧទាហរណ៍យើងបានមកជួតាក់ទងមួយ server យើងចង់ដឹងថាdiscount បានទៅប៉ុន្តែ discount នេះវាអាស្រ័យទៅលើអីអាស្រ័យទៅលើខេត្តណាអាស្រ័យទៅលើខេត្តឧទាហរណ៍បើសិនជាតាក់ទងជាមួយនឹងcustomer យើងទិញអីគេទិញទូរស័ព្ទនៅក្នុងខេត្តណាអញ្ចឹងទៅបញ្ចុះតម្លៃបានអញ្ចឹងណាបាទអញ្ចឹងយើងចុចកន្លែងហ្នឹងដដែលយើងចូលមកកាន់ merge query នេះហើយយក merge query នេះយើងអត់ចង់បង្កើតថ្មីទេយើងយកអាចាស់ដដែលប៉ុន្តែសារនេះគឺយើងយក provin វិញវាអាស្រ័យទៅលើ provin មិនអញ្ចឹងចុចកន្លែង provin ហើយកន្លែងនេះបងប្អូនយកតាក់ទងមួយគេតាក់ទងមួយ discount មិនអញ្ចឹងបាទនេះហើយចុច provin នៅកន្លែងនេះមួយអាពីរនោះឲ្យត្រូវគ្នាទេ provin ហ្នឹងយើងចុចពីតែអូខេអញ្ចឹងឃើញបាន table មួយទៀតយើងចុចកន្លែងនេះបាទចែងខាងស្ដាំនេះ2ដងមកម្ដងក៏បានដែរហើយបន្តទៀតយើងធ្វើការដោះបាទយើងយកតែ discount មួយទេព្រោះ provin មានស្រាប់ហើយមិនអញ្ចឹងបាទអូខេមកបងប្អូនឃើញនេះបាទណាវាចេញ discount អាហ្នឹងគេថា merge query ហើយបន្តទៀតបងប្អូនបាទចុចកន្លែងនេះយកពាក្យថា close and loan អូខេសូមចាំតិចនេះវាបង្កើតទៅនេះបងប្អូនគឺវាបានតាក់ទងជាមួយតំណែងបន្ថែមទៀតណាបាទអូខេអញ្ចឹងតាក់ទងជាមួយនឹងការ merge query គឺសូមបង្ហាញបងប្អូនអរគ្នាប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ